Ok,សួស្តីក៏ដូចជាជំរាបសួរអ្នកទាំងអស់គ្នាហើយសូមស្វាគមន៍មកកាន់វីដេអូតាក់ទងជាមួយនឹងវាក្យស័ព្ទថ្ងៃនេះអឺអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំខ្លួនហើយក៏ដូចជាឈើសូមណែនាំខ្លួនទៅដល់គ្នាយើងដែលជាអ្នកចូលចិត្តសិក្សារៀនសូត្រនៅភាសាអង់គ្លេសទាំងអស់គ្នាវីដេអូដែលឈើធ្វើឡើងនេះគឺក្នុងគោលបំណងដើម្បីចែករំលែកនៅចំណេះដឹងតិចតួចដែលឈើបានសិក្សារៀនសូត្រពីភាសាអង់គ្លេសហើយឈើឃើញថាវាពិតជាសំខាន់មែនទែនសម្រាប់គ្នាយើងដែលស្វែងរកការសិក្សាភាសាអង់គ្លេសជាលើកដំបូងគ្នាយើងប្រកាសជាពិបាកប្រកាសជាមានបញ្ហាជាមួយនឹងការរៀនសូត្រនឹងច្រើនជាពិសេសគឺការរៀនពាក្យហើយភ្លេចវិញរៀនពាក្យហើយភ្លេចវិញហើយប្រើអត់កើតអញ្ចឹងថ្ងៃនេះគឺជាថ្ងៃសំខាន់ឈើអាចនិយាយបានថាជាមេរៀនមួយដែលល្អសម្រាប់គ្នាយើងដែលចង់រៀនភាសាអង់គ្លេសអញ្ចឹងដើម្បីឲ្យយើងរៀនចាំរៀនចេះហើយនឹងរៀនយល់បានយូរគឺយើងត្រូវប្រើការទន្ទិញក្តីប្រើការអាននឹងក្តីហើយនឹងប្រើការអនុវត្តនឹងក្តីដើម្បីធ្វើឲ្យយើងនឹងមានការចងចាំបានយូរដើម្បីធ្វើឲ្យយើងមានការប្រើប្រាស់ពាក្យពេចន៍នឹងបានត្រឹមត្រូវហើយការអានគេហៅថា pronunciation របស់យើងហ្នឹងក៏បានល្អប្រសើរដែរអញ្ចឹង welcome to my page ហើយ page របស់ឈើគឺមានឈ្មោះថា Real English អញ្ចឹងសូមអរគុណគ្នាយើងទុកជាមុនឈើសូមបើកវងកញ្ចក់បន្តិចថាដើម្បីឲ្យឈើមានកម្លាំងចិត្តក្នុងការធ្វើវីដេអូនឹងបន្តទៀតឈើសូមគ្នាយើងម្នាក់មួយជួយ follow page របស់ឈើជួយ like page របស់ឈើហើយនឹងជួយ share page របស់ឈើក៏បានដែរដើម្បីចែកជូនដល់គ្នាយើងដែលចង់រៀនភាសាអង់គ្លេសផ្សេងៗទៀតអញ្ចឹងឯនេះឈើលើកយកមេរៀនមួយដែលតាក់ទងជាមួយនឹង vocabulary ព្រោះឈើដឹងថាការធ្វើផ្ទះជាដើមហ្នឹងគឺត្រូវការគ្រឹះសំខាន់ជាងគេយ៉ាងណាមិញការរៀនភាសាអង់គ្លេសក៏ដូចគ្នាដែរគ្នាយើងគឺត្រូវចេះពាក្យឲ្យបានច្រើនតាមតែអាចធ្វើបានអញ្ចឹងឈើចង់ធ្វើមួយថ្ងៃ2វីដេអូឬក៏មួយវីដេអូឬក៏ក្នុងមួយសប្តាហ៍ឈើអាចធ្វើបាន4ទៅ5វីដេអូដើម្បីចែកជូនដើម្បីចែករំលែកនៅចំណេះដឹងដែលឈើបានរៀនតាក់ទងជាមួយនឹងភាសាអង់គ្លេសហ្នឹងចែកជូនដល់គ្នាយើងអញ្ចឹងថ្ងៃនេះឈើលើកយកចំណុចសំខាន់ជាងគេបំផុតនៅក្នុងភាសាអង់គ្លេសគឺការប្រើប្រាស់ពាក្យពេចន៍ការរៀនពាក្យឲ្យបានច្រើនអញ្ចឹងហើយបានឈើលើកយក synonyms ចំនួន10ពាក្យសម្រាប់ beginners អញ្ចឹងសម្រាប់គ្នាយើងដែលរៀនទើបតែចាប់ផ្ដើមរៀនថ្មីៗគេហៅថា basic English អញ្ចឹងយើងរៀនតាក់ទងជាមួយនឹង vocabulary ហ្នឹងឲ្យបានច្រើនហើយរៀនឲ្យដឹងតែផ្លេចឲ្យគ្នាយើងកុំអាលបាក់ទឹកចិត្តកុំអាលអន់ចិត្តព្រោះអីយើងរៀនគឺត្រូវត្រៀមខ្លួនថាយើងនឹងផ្លេចអញ្ចឹងដើម្បីឲ្យយើងរៀនអត់ផ្លេចវាតតែយើងចេះឲ្យច្រើនតតែយើងរៀនឲ្យបានច្រើនអនុវត្តឲ្យបានច្រើនទើបធ្វើឲ្យយើងអត់ងាយផ្លេចហ្នឹងហើយអញ្ចឹងថ្ងៃនេះឈើលើកយក synonyms 10 synonyms មកចែកជូនដល់គ្នាយើងគឺមាន synonym ហ្នឹងដំបូងឈើចង់ប្រែគ្នាយើងស្ដាប់សិនថា synonyms មានន័យថាពាក្យដែលមានន័យដូចគ្នាថ្មីត្បិតតែពាក្យហ្នឹងខុសគ្នាមែនប៉ុន្តែន័យរបស់វាដូចគ្នាអាហ្នឹងដូចភាសាខ្មែររបស់យើងអញ្ចឹងនេះភាសាខ្មែររបស់យើងមានពាក្យញ៉ាំមានពាក្យបរិភោគមានពាក្យទទួលទានមានពាក្យឆាន់មានពាក្យសោយពាក្យអីចឹងទៅហើយភាសាអង់គ្លេសក៏ដូចគ្នាដែរការប្រើប្រាស់ពាក្យពេចន៍នឹងដូចជាពាក្យស្តៀងគ្នាជាមួយនឹងពាក្យថា it នឹងវាមានច្រើនដូចជាដាញដូចជាអីចឹងណាអញ្ចឹងវាមានច្រើនមែនទែនអញ្ចឹងគ្នាយើងត្រូវចេះ synonym នឹងឲ្យបានច្រើនអញ្ចឹងហើយបានឈើលើកយក synonym មកបរៀនគ្នាយើងយកមកចែកជូនដល់គ្នាយើងហើយបើសិនគ្នាយើងគាត់ថាអូវីដេអូហ្នឹងមានតម្លៃវីដេអូហ្នឹងល្អគ្នាយើងអាចចែករំលែកឲ្យមិត្តភ័ក្តិរបស់គ្នាយើងឬក៏ណាពួកគាត់ដែលចង់រៀនអង់គ្លេសហ្នឹងបានហ្នឹងហើយអញ្ចឹងឈើលើកយកមក10ពាក្យមានតាំងពីណាពាក្យន័យដូចក៏ដូចជាឧទាហរណ៍ហើយនឹងប្រែទៅជាភាសាខ្មែរដើម្បីឲ្យគ្នាយើងស្រួលអានស្រួលមើលអញ្ចឹងដំបូងឡើយយើងត្រូវអានសិនណាយើងត្រូវអានឲ្យបាន5ទៅ6ដងសិនអាហ្នឹងគឺលឹះដែលឈើរៀនអានឲ្យបាន5ទៅ6ដងសិនអានទៅអានមកទៅបន្ទាប់ពីយើងអានហើយយើងមានអារម្មណ៍ថារៀងរត់មាត់យើងអាចកត់ដាក់กระดาษនៅក្នុងដៃរបស់យើងតូចៗហ្នឹងយើងដើរទៅដើម្បីទន្ទិញ
វាបានច្រើនដងទៅវាធ្វើឲ្យយើងនឹងចាំចំណុចដែលសំខាន់ជាងគេមួយទៀតហ្នឹងគឺការប្រើប្រាស់ណាគ្នាយើងការប្រើប្រាស់វាទៅជាឧទាហរណ៍អញ្ចឹងណាដូចឈើបានលើកឡើងមកឃើញទេគ្នាយើងឃើញឧទាហរណ៍ឈើមិនត្រឹមតែឲ្យពាក្យទេឈើឧទាហរណ៍ឲ្យគ្នាយើងទៀតហើយឈើបរៀនឬក៏ឈើចែករំលែកvocabulary ដែលតើតើជាមួយនឹង synonyms ហ្នឹងគឺឈើចែករំលែកប្រហែលជាមួយខែទៅ2ខែអញ្ចឹងទៅបន្តមកទៀតឈើនឹងលាយជាមួយនឹងវេយ្យាករណ៍ខ្លះវេយ្យាករណ៍ basic ខ្លះហើយបើគ្នាយើងនៅតែបន្តមើល page ឈើនៅបន្តគាំទ្រឈើច្រើនឈើនឹងធ្វើវីដេអូច្រើនធ្វើវីដេអូតាក់ទងជាមួយនឹងពាក្យធ្វើវីដេអូតាក់ទងជាមួយនឹងការអានអីតិចតួចខ្លះតាមចំណេះដឹងរបស់ឈើមានហើយនឹងចំណុចសំខាន់មួយទៀតគឺការសរសេរហើយនឹងការប្រើប្រាស់វេយ្យាករណ៍អីចឹងទៅប៉ុន្តែពេលអញ្ចឹងគ្នាយើងសូមអានតាមឈើអញ្ចឹងយើងបន្តពីវីដេអូមុនដោយសារ record បានត្រឹមតែ5នាទីវាដាច់ថ្ងៃដំបូងយើងរៀងរោគរ៉ាតិចឈើដែលបានប្រើប្រាស់ការ record នៅក្នុងកុំព្យូទ័រដែរអញ្ចឹងគ្នាយើងអធិស្ឋានមកហើយសលេងឬលឺតិចឬក៏លឺខ្លាំងអីចាំគ្នាយើងបើកបន្ថែមទៅហ្នឹងហើយតើឥឡូវគ្នាយើងអានតាមឈើ day 1 synonyms for beginners អញ្ចឹងពាក្យន័យដូចសម្រាប់សិស្សដែលជា basic students ដែលជាអ្នករៀនភាសាអង់គ្លេសថ្មីថ្មោងអញ្ចឹងទី1ពាក្យ big synonym large ប្រែថាធំឧទាហរណ៍ this house is large ផ្ទះនេះគឺធំមានទំហំធំ synonym ទី2 small synonym របស់វាគឺ little ប្រែថាតូចណាតូចប្រែថាតូចឧទាហរណ៍ថា she has a little cat ថានាងមានឆ្មាតូចមួយពាក្យទី3គឺ happy គ្នាយើងអានតាមឈរទៅ synonym គឺ glad ប្រែថាសប្បាយឬក៏រីករាយឧទាហរណ៍ I am glad to see you ប្រែថាខ្ញុំរីករាយណាស់ដែលបានជួបអ្នករីករាយណាស់ដែលបានឃើញអ្នកពាក្យទី4 sad synonym unhappy ប្រែថាព្រួយចិត្តឬក៏មិនសប្បាយចិត្តឧទាហរណ៍ the movie is very sad ភាពយន្តនេះគឺពិតជាព្រួយចិត្តមែនទែនពិតជាគួរឲ្យព្រួយចិត្តមែនទែនឬក៏ថាមិនសប្បាយចិត្តមែនទែនពាក្យទី5គឺ smart synonym clever ប្រែថាឆ្លាតឧទាហរណ៍ Tay is very clever តៃហ្នឹងគឺពិតជាឆ្លាតមែនទែនណាឆ្លាតខ្លាំងមែនទែនពាក្យទី6 fast synonym quick ប្រែថាលឿនអូខេប្រែថាលឿនឧទាហរណ៍ he is a fast runner គាត់គឺជាអ្នករត់ប៉ុណ្ណឹងដ៏លឿនម្នាក់ពាក្យទី7 start synonym begin ប្រែថាចាប់ផ្ដើមឧទាហរណ៍ our class starts in 10 minutes ថ្នាក់រៀនរបស់យើងនឹងចាប់ផ្ដើមក្នុងរយៈពេល10នាទីទៀតពាក្យទី8 finish អាកន្លែង finish ហ្នឹងអាកន្លែងចុងក្រោយ niche ហ្នឹងគឺគ្នាយើងធ្វើមាត់ស្រួចដូចយើងហៅមាត់ហ្នឹងគ្នាយើងដូចយើងផ្លុំខ្យល់ឬក៏យើងដេញមាត់ណាពាក្យដែលយើងដេញមាត់ហ្នឹងអញ្ចឹងណាអញ្ចឹង synonym របស់វាគឺ end
end ប្រែថាបញ្ចប់ឧទាហរណ៍ they need to finish their task ណាពួកគេត្រូវបញ្ចប់កិច្ចការរបស់ពួកគេត្រូវតែបញ្ចប់កិច្ចការរបស់ពួកគេព្រោះដល់ deadline ហើយដល់ថ្ងៃដែលឈើយើពាក្យទី9គឺ simple synonym easy អាហ្នឹងគ្នាយើងចេះប្រែថាងាយស្រួលឧទាហរណ៍ this English test is easy គេថាតេស្តភាសាអង់គ្លេសនេះគឺងាយស្រួលមែនទែនពាក្យទី10ចុងក្រោយគេ beautiful synonym pretty ប្រែថាស្រស់ស្អាតអូខេឧទាហរណ៍ Varatai is wearing a beautiful dress Varatai is wearing a beautiful dress Varatai នឹងកំពុងតែពាក់នៅរ៉ូបដ៏ស្រស់ស្អាតមួយអូខេអញ្ចឹងដើម្បីបញ្ចប់វីដេអូនេះសូមគ្នាយើងជួយ follow ក៏ដូចជាជួយ share វីដេអូនេះចែករំលែកទៅដល់គ្នាយើងដែលចង់រៀនភាសាអង់គ្លេសតើឥឡូវអានសរុបពាក្យទាំងអស់ហ្នឹងឲ្យគ្នាយើងស្ដាប់មុនពេលដែលបញ្ចប់វីដេអូ big large ប្រែថាធំ small little តូច happy glad សប្បាយរីករាយ sad unhappy ព្រួយចិត្តមិនសប្បាយចិត្ត smart clever ឆ្លាត fast quick លឿន start begin ចាប់ផ្ដើម finish end បញ្ចប់ simple easy ងាយស្រួល beautiful pretty ស្រស់ស្អាតអញ្ចឹងគ្នាយើងយកទៅហាត់អានរៀនអានបន្ថែមទៀតណាសូមអរគុណ